បាទជាបឋមសូមគោរពជំរាបសួរពុកម៉ែបងប្អូនប្រិយមិត្តទាំងអស់ដែលកំពុងតែតាមដានទស្សនានៅ Channel Pri Talking ទាំងអស់គ្នាសម្រាប់ថ្ងៃនេះគឺជាថ្ងៃទី24នៃខែវិច្ឆិកាឆ្នាំ2025នៅក្នុងថ្ងៃនេះខ្ញុំមានអត្ថបទព័ត៌មានដ៏ក្តៅគគុកមួយចង់យកមកចែករំលែកចែកជូនដល់បងប្អូនទាំងអស់គ្នាឲ្យបានដឹងពាក់ព័ន្ធជាមួយនឹងការឡើងកម្ដៅរវាងលោក Zelensky ជាមួយនឹងប្រធានាធិបតីអាមេរិកលោក Donald Trumpដោយសារតែមកទល់នឹងពេលនេះឃើញថាសញ្ញាពីលោក Donald Trump ទៅកាន់លោក Zelensky និងអឺរ៉ុបឃើញថាមិនសូវល្អប៉ុន្មានទេបងប្អូនដោយបង្ខំឲ្យលោក Zelensky ទទួលយកផែនការសន្តិភាពចំនួន28ចំណុចហើយក៏បានចោទសួរទៅកាន់លោក Zelensky ដែរថាប្រសិនបើមិនទទួលយកផែនការសន្តិភាព28ចំណុចទេសុខចិត្តនៅម្នាក់ឯងឬក៏យ៉ាងណានេះបើតាមប្រភពសារព័ត៌មាននៃគេចុះផ្សាយប្រធានាធិបតីអាមេរិកលោក Donald Trump បានបញ្ចេញសារចំពោះមេដឹកនាំអ៊ុយក្រែនលោក Zelensky ដោយអំពាវនាវឲ្យទទួលយកផែនការសន្តិភាពចំនួន28ចំណុចដែលដាក់ចេញដោយបេសកជនអាមេរិកនិងរុស្ស៊ីដោយឲ្យទទួលយកនៅមុនថ្ងៃប្រហ័សសប្តាហ៍ក្រោយនៅថ្ងៃទី27ខែវិច្ឆិកាឆ្នាំ2025នេះតែម្ដងហើយផែនការនេះត្រូវបានចាត់ទុកថាជាការលះបង់ដ៏ធ្ងន់ធ្ងរសម្រាប់អ៊ុយក្រែនបាននាំមកនូវការគំរាមកំហែងជាក់ស្ដែងរួមមានការបញ្ឈប់ជំនួយយោធាព័ត៌មានប្រវត្តិសាស្ត្រប្រសិនបើទីក្រុងគៀវមិនព្រមចុះឈ្មោះលោក Donald Trump បាននិយាយថាលោក Zelensky ត្រូវតែចូលចិត្តឬក៏ទទួលយកផែនការនេះប៉ុន្តែប្រសិនបើមិនចូលចិត្តឬក៏មិនចុះឈ្មោះឬក៏មិនពេញចិត្តផែនការនេះទេដូច្នេះហើយអ៊ុយក្រែនប្រឈមមុខនឹងការប្រយុទ្ធតែម្នាក់ឯងហើយផែនការសន្តិភាពនេះត្រូវបានគេរៀបចំឡើងដោយបេសកជនអាមេរិកនិងរុស្ស៊ីដោយមិនមានការចូលរួមពីអ៊ុយក្រែននោះទេត្រូវបានដាក់ជូនទីក្រុងគៀវកាលពីដើមសប្តាហ៍នេះតែម្ដងវាមានចំណុចសំខាន់ដូចជាការលះបង់ដីភាគខាងកើតបន្ថែមទៅឲ្យរុស្ស៊ីការកំណត់ទំហំកងទ័ពរបស់អ៊ុយក្រែនបញ្ឈប់ការចង់ចូលជាសមាជិករបស់ NATO និងការធានានៅសន្តិសុខដែលអាចនាំឲ្យមានការឆ្លើយឆ្លងជាពិសេសឆ្លើយតបយោធាប្រសិនបើរុស្ស៊ីវាយប្រហារឡើងវិញប្រធានាធិបតីរុស្ស៊ីបានថ្លែងថាផែនការនេះអាចជាមូលដ្ឋានសម្រាប់កិច្ចព្រមព្រៀងចុងក្រោយប៉ុន្តែសហភាពអាមេរិកនិងអ្នកនយោបាយអឺរ៉ុបបានរិះគន់ថាវាជាបញ្ជីស្នើសុំរបស់ក្រំឡាងដែលធ្វើឲ្យអ៊ុយក្រែនក្លាយជាអ្នករងគ្រោះដ៏ធ្ងន់ធ្ងរនៅក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃសុក្រលោក Donald Trump បានបញ្ជាក់ថាផែនការទាំងនេះមិនមែនជាការផ្ដល់ជូនចុងក្រោយនោះទេប៉ុន្តែគាត់បានគម្រាមកំហែងថាបើលោក Zelensky បដិសេធអាមេរិកនឹងបញ្ឈប់ការផ្ដល់ជំនួយយោធានិងព័ត៌មានប្រវត្តិសាស្ត្រដែលអាចនាំឲ្យអ៊ុយក្រែនប្រឈមនឹងសង្គ្រាមនៅរដូវរងានាពេលខាងមុខបងប្អូនឃើញថាមកទល់នឹងពេលនេះការនិយាយគម្រាមកំហែងបែបនេះមិនមែនកើតឡើងតែលើកទី1ទេវាកើតឡើងលើកទី2ហើយតាំងពីខែកុម្ភៈឆ្នាំ2025ដោយលោក Donald Trump បាននិយាយថាអ៊ុយក្រែនមិនមានសន្លឹកកាតនៅក្នុងដៃទេជាពិសេសក្នុងចំនួនរុស្ស៊ីជាមួយនឹងអ៊ុយក្រែនលោក Zelensky បានប្រមានថាអ៊ុយក្រែនកំពុងតែប្រឈមនឹងពេលវេលាដ៏លំបាកបំផុតនៅក្នុងប្រវត្តិសាស្ត្រដោយត្រូវជ្រើសរើសរវាងចំណុចសន្តិភាពទាំង28ឬក៏ការបាត់បង់ការគ្រប់គ្រងពីសហរដ្ឋអាមេរិកដូច្នេះបងប្អូនវាជាជំរើសមួយប្រសិនបើអ៊ុយក្រែនមិនទទួលយកចំណុចទាំងអស់នោះទេអ៊ុយក្រែននឹងបាត់បង់ការគ្រប់គ្រងពីសហរដ្ឋអាមេរិកដូច្នេះចាំមើលថាតើអ៊ុយក្រែនទទួលយកឬក៏យ៉ាងណាទោះបីជាមានការតស៊ូយ៉ាងណាក៏ដោយក៏លោកបានបដិសេធចំពោះផែនការនេះដែរដោយទទួលបានការគ្រប់គ្រងពីប្រជាជនអ៊ុយក្រែននិងអ្នកនយោបាយអឺរ៉ុបដូច្នេះដោយអ្វីដែលខ្ញុំនិយាយជូនបងប្អូនអញ្ចឹងថាអ៊ុយក្រែននៅតែបដិញ្ញាចិត្តជាពិសេសលោក Zelensky ថាទោះជាសង្គ្រាមដល់ដំណាក់កាលណាក៏ដោយបងប្អូនក៏អ៊ុយក្រែនមិនព្រមកាត់ទឹកដីឲ្យរុស្ស៊ីដែរការកាត់ទឹកដីទៅឲ្យរុស្ស៊ីហាក់បីដូចជាចាក់បេះដូងខ្លួនឯងអញ្ចឹងដោយលោកបានធ្លាប់សន្យាជាមួយប្រជាជនអ៊ុយក្រែនហើយថាលោកបដិញ្ញាចិត្តរក្សានៅទឹកដីឲ្យបានចំពោះប្រជាជនអ៊ុយក្រែនដូច្នេះហើយបានលោកមានការគ្រប់គ្រងពីប្រជាជនអ៊ុយក្រែននឹងមកទល់នឹងពេលនេះនៅក្នុងសេចក្តីថ្លែងការណ៍មួយលោក Zelensky បានសង្កត់ធ្ងន់ថាយើងមិនអាចមិនខ្វាយខ្វល់នឹងផែនការទាំងអស់នេះទេប៉ុន្តែវាជាការលះបង់ដែលអាចនាំឲ្យយើងបាត់បង់នៅអត្តសញ្ញាណណាមួយជាពិសេសគឺការបាត់បង់ដីតែម្ដង
អឺរ៉ុបបានឆ្លើយតបទៅកាន់ការដាក់ចេញនូវផែនការប្រកួតប្រជែងមួយដែលផ្ដល់សេរីភាពឲ្យអ៊ុយក្រែនចូលរួមជាមួយនឹងសមាជិក NATO មិនតម្រូវឲ្យស្ថិតក្នុងស្ថានភាពអព្យាក្រឹតឬក៏អនុញ្ញាតឲ្យអ៊ុយក្រែននឹងមិនចូលរួមជាមួយនឹងកងទ័ពដែលជាសម្ព័ន្ធមិត្ត NATO ណាទេហើយក៏មិនព្រមឲ្យអ៊ុយក្រែននឹងស្ថិតនៅក្នុងក្តារអុករបស់អ្នកណាម្នាក់ដែរប្រទេសអឺរ៉ុបដូចជាហុងហ្គារីបានប្រកាសថានឹងប្លុកជំនួយទៅកាន់អ៊ុយក្រែនរហូតដល់គៀវទទួលយកផែនការនេះដូច្នេះបងប្អូនគឺប្រទេសហុងហ្គារីគេបានប្រកាសថាឲ្យអ៊ុយក្រែននឹងទទួលយកផែនការទាំង28ចំណុចនេះទៅប្រសិនបើមិនទទួលយកទេគេនឹងធ្វើការប្លុកឬក៏មិនជួយជំនួយទៅកាន់អ៊ុយក្រែននោះទេមេដឹកនាំ NATO ឧត្តមសេនីយ៍យ៉ាកូវែលបានរិះគន់ថាផែនការទាំងនេះជាផែនការលះបង់ដែលមិនអាចទទួលយកបានសម្រាប់អ៊ុយក្រែននិងសហភាពអឺរ៉ុបនោះទេការចរចាកំពុងតែបន្តនៅទីក្រុងសឺណែវដោយរដ្ឋមន្ត្រីការបរទេសអាមេរិកលោក Marco Rubio បានរាយការណ៍ថាមានវឌ្ឍនភាពដ៏ធំធេងបន្ទាប់ពីការជួបថ្មីនិងមានការកែប្រែខ្លះៗនឹងត្រូវបានធ្វើឡើងប៉ុន្តែការរិះគន់ពីសភាអាមេរិកនិងការព្រួយបារម្ភពីការលំបាកដែលអាចកើតឡើងក្នុងការលះបង់ដ៏ធំធេងមួយនេះធ្វើឲ្យស្ថានភាពគឺកាន់តែស្មុគស្មាញប្រសិនបើអ៊ុយក្រែនបដិសេធវាអាចនាំឲ្យមានការបែងចែកអន្តរជាតិជាថ្មីនិងការពង្រឹងឥទ្ធិពលរុស្ស៊ីទៅកាន់សហភាពអឺរ៉ុបភាគខាងកើតហើយអ្នកជំនាញអន្តរជាតិបានប្រមានថាមិនមែនជាសន្តិភាពពិតប្រាកដនោះទេប៉ុន្តែវាជាការគំរាមកំហែងដែលនាំឲ្យមានចំនួនយូរអង្វែងហើយលោកដូណាល់ត្រាំបានហៅថាវាជាសិល្បៈនៃកិច្ចព្រមព្រៀងប៉ុន្តែសម្រាប់អ៊ុយក្រែនបងប្អូនវាជាការប្រឈមនឹងការរស់រានមានជីវិតជាពិសេសគឺសង្គ្រាមដូច្នេះបងប្អូនដឹងហើយថាការបដិសេធមួយនេះគឺអ៊ុយក្រែនកំពុងតែធ្លាក់នៅមាត់ជ្រោះតែម្ដងពិបាកមែនទែនចុះទឹកក្រពើឡើងលើគឺខ្លាហើយការចរចាគឺកំពុងតែស្ថិតនៅក្នុងភាពតានតឹងខណៈដែលពិភពលោកកំពុងតែតាមដាននៅរឿងទាំងអស់នេះផងដែរដូច្នេះបងប្អូនខ្ញុំបាទនឹងទៅលើកយកនៅចំណុចសំខាន់មួយចំនួននៅក្នុងផែនការទាំង28ចំណុចរបស់អាមេរិកដែលដាក់ជូនទៅអ៊ុយក្រែននោះខ្ញុំនឹងលើកយកមកចែកជូនដល់បងប្អូនទាំងអស់គ្នាបែបសង្ខេបទី1នោះគឺពាក់ព័ន្ធជាមួយនឹងលេខរៀងទី1ដល់ទី5គឺគេនិយាយពាក់ព័ន្ធជាមួយនឹងសន្តិភាពនិងការឈប់បាញ់ពាក់ព័ន្ធជាមួយនឹងការឈប់បាញ់ហ្នឹងបងប្អូនឃើញថាគេឲ្យដកទ័ពត្រឡប់មកតាមខ្សែបន្ទាត់ព្រំដែនមកវិញហើយចំណុចទី6ដល់ទី10ហ្នឹងពាក់ព័ន្ធជាមួយដីធ្លីហើយនិងព្រំដែនដោយគេឲ្យអ៊ុយក្រែនហ្នឹងទទួលស្គាល់ថាដីភាគខាងកើតហ្នឹងគឺជារបស់រុស្ស៊ីហើយចំណុចទី11ដល់ទី15ពាក់ព័ន្ធជាមួយនឹងសន្តិសុខនិងយោធាគឺកំណត់ទំហំកងទ័ពអ៊ុយក្រែនត្រូវតែបន្ថយទំហំកងទ័ពរបស់អ៊ុយក្រែនឯងចំណុចទី16ដល់ទី20សេដ្ឋកិច្ចនិងការសងសំណងប្រសិនបើទ្រព្យសម្បត្តិរុស្ស៊ីត្រូវបានបំផ្លាញដោយយថាហេតុណាមួយចំណុចទី21ដល់ទី25នយោបាយនិងការអនុវត្តមានន័យថាប្រទេសទាំងពីរត្រូវតែអនុញ្ញាតឲ្យប្រជាជនទាំងសងខាងហ្នឹងរៀបអាពាហ៍ពិពាហ៍ជាមួយគ្នានិងរៀបចំការបោះឆ្នោតដោយសេរីទី26ដល់ទី28ការត្រួតពិនិត្យនិងការធានាមានន័យថាក្រមប្រឹក្សាសន្តិភាពហ្នឹងបងប្អូនគឺគ្រប់គ្រងដោយអាមេរិកជាពិសេសគឺមានការអនុវត្តនិងការដាក់ទណ្ឌកម្មបងប្អូនសម្រាប់អត្ថបទខាងលើក៏ឈានដល់ទីបញ្ចប់ផងដែរពាក់ព័ន្ធជាមួយនឹងអត្ថបទសញ្ញាពីលោកដូណាល់ត្រាំដែលដាក់ទៅឲ្យលោកសេឡេនស្គីបង្ខំឲ្យលោកសេឡេនស្គីទទួលយកផែនការសន្តិភាព28ចំណុចដែលបានចោទសួរទៅលោកសេឡេនស្គីថាប្រសិនបើមិនចូលចិត្តឬក៏មិនពេញចិត្តទេសុខចិត្តនៅម្នាក់ឯងឬក៏យ៉ាងណាដូច្នេះហើយសេឡេនស្គីគឺបានបដិសេធបងប្អូនណាគឺបានបដិសេធហើយកំពុងតែមានការចរចានិងធ្វើការផ្ទៀងផ្ទាត់សារជាថ្មីឡើងវិញប៉ុន្តែទោះជាយ៉ាងណាលោកដូណាល់ត្រាំបាននិយាយហើយថាថ្ងៃទី27ខែវិច្ឆិកាឆ្នាំ2025នេះលោកសេឡេនស្គីត្រូវតែទទួលយកផែនការនេះឲ្យបានប្រសិនបើមិនទទួលយកទេបងប្អូនគឺអាមេរិកនឹងបញ្ឈប់ជំនួយយោធានិងព័ត៌មានប្រវត្តិសាស្ត្រផ្សេងៗដោយមិនជួយអ៊ុយក្រែននោះទេ